source នៃទាំងអស់គ្នាហើយនឹងខ្ញុំនឹងបង្ហាញអ្នកគ្នាពីចំណុចមួយចំនួននៅក្នុង lecture ទី1ដោយចំណុចដំបូងខ្ញុំត្រូវការបង្ហាញពីការ switch user ពី root ទៅកាន់ user តែឥឡូវខ្ញុំឈរលើ root ដើម្បីធ្វើការ switch ទៅកាន់ user បានខ្ញុំធ្វើការ y as new ដែលពីពេញវា switch user ហើយដាក់ឈ្មោះ user របស់យើង enter ហើយយើងនឹងបានយើងនឹង switch ទៅ user មួយហ្នឹងហើយបើសិនយើងចង់បញ្ជាក់ថាយើងលើ user អ្វីអាចធ្វើការ y command OMI បាននៅវាលុបប្រាប់យើងតែឈរលើ user វាសារភាពហើយបន្តទៀតខ្ញុំសូមធ្វើការចូលទៅកាន់ home directory របស់យើងហើយយើងអាចធ្វើការ y ចង់ក៏បានយើងអាចវាយចង់ក៏បានហើយឬក៏យើងអាចវាយមួយទៀតខ្លីហើយដាក់សញ្ញាដូចទឹកហ្នឹងហើយចុច enter នៅវាចូលដល់ directory របស់យើងបើសិនជាចាំដឹងឈរលើអ្វី directory មួយហ្នឹងអាចធ្វើការ pwd នៅវានឹងប្រាប់យើងថាយើងនៅលើ directory ពីសារភាពដោយក្នុង directory ពីសារភាពហ្នឹងខ្ញុំបានបង្កើត directory មួយឈ្មោះថា home ដែរបើសិនជាចង់ធ្វើការមើល directory នៅក្នុងសារភាពហ្នឹងអាចធ្វើការវាយ ls ដែលជា list បង្ហាញនៅ directory នៅក្នុងវិសាភាពខ្ញុំចុច enter យើងឃើញហើយនៅក្នុងវាមាន home directory មួយទៀតបើសិនយើងចង់ចូលទៅកាន់ home ហ្នឹងធ្វើការ cd home ដើម្បីចូលទៅកាន់ home directory ហ្នឹងបើសិនជាចង់ដឹងថា home ហ្នឹងមានស្អីគេខ្លះហ្នឹងអាចធ្វើវាយ list ls យើងនឹងឃើញ subject directory នៅក្នុងហ្នឹងបន្តមកទៀតចង់បង្ហាញពី cd ម្ដងនៅពេលដែលយើងចង់ចូលទៅកាន់ directory subject ហ្នឹងយើងអាចធ្វើការវាយ cd subject ម្ដងក៏បានឬក៏អាចវាយចេះក៏បានតែយើងចង់ថយក្រោយទៅ directory មុនយើងធ្វើការវាយ cd ចុច2ហើយចុច enter វានឹងចូលទៅកាន់ home directory វិញតាមធ្វើការដែលចាំឲ្យយើងឈរលើអ្វីអាចធ្វើការវាយ pwd នៅវាប្រាប់យើងថាយើងឈរលើវិសាលភាព directory ឥឡូវសូមចូលទៅកាន់សូមដាក់ list លើនឹងមួយសិនខ្ញុំចូលកាន់ home តោះខ្ញុំសូមធ្វើការបង្កើតនៅ directory មួយទៀតនៅក្នុង home វិញដើម្បីបង្កើត directory បានយើងធ្វើការឲ្យ command media ហើយដាក់ឈ្មោះ directory របស់យើងសូមដាក់ home ហើយចុច enter ដល់ពេលនោះវានឹងបង្កើតបាន directory មួយបើយើងចង់ដឹងយើងបង្កើតបានអត់អាចធ្វើការវាយ list មកបានថាវាមានអត់ឥឡូវយើងមាន directory 2មាន home 1និង subject 1ឥឡូវខ្ញុំសូមធ្វើការចូលទៅកាន់ home របស់យើងដើម្បីបង្កើត file មកតែក្នុង file យើងធ្វើការវាយ command ពាក្យមួយ touch ហើយដាក់ឈ្មោះសម្រាប់ vpp ចុច enter ពេលនេះយើងបង្កើតបានយើងអាចធ្វើការ link មើលបាននោះវានឹងមាន file vpp.txt មួយចំណុចមួយទៀតគឺទៅដល់ editor របស់យើងហើយខ្ញុំសូមធ្វើការទៅលើ vi មួយទេដើម្បីយើងធ្វើការសរសេរអត្ថបទអីចូលនៅក្នុង file មួយហ្នឹងយើងធ្វើការវាយ command vi ហើយឈ្មោះ file មួយហ្នឹងនឹងវាលុបចូលដើម្បីធ្វើការសរសេរចូល file បានយើងធ្វើការចុចលើ ki
nó mình một trang bị insert nó sẽ ai cho cả sẽ sau cho bạn không bao giờ mà trên tròn xéo nên tất cả check escape tránh làm bài chặt trang bị insert bây giờ tất cả vậy là bị sẽ check phí đấy đặt tập vô sẽ enter Windows cell phần sẽ chọn chặt tránh nghe tất cả check phí đến đặt sọc xuống nó đang chạm tranh rồi chúng ta ca clear sáng nó càng mình lên bỏ dẫn nó đâm bỏ dân trong châu mơ về là bên được phòng này nó cho ca vậy cầm mình chết mà thật khác nó bên number 2 so tạm bên được phòng mình nào